គឺខ្ញុំកំពុងតែជីកហើយអូផ្លេចប្រាប់អ្នកទាំងអស់គ្នាថាមិនមែនខ្ញុំមកជីកម្នាក់ឯងទេបាទគឺមកច្រើនគ្នាមែនតើបាទមួយកូនមួយចេះមែនចុះគឺបងចង់យកកតេយកបាទបងប្អូនអរគ្នាឥឡូវនេះយើងមកដល់កន្លែងរុនកណ្ដុរខ្លីនេះហើយបាទប៉ុន្តែដូចខ្ញុំប្រាប់អញ្ចឹងនៅទឹកនេះគេហៅកណ្ដុរខ្លីប៉ុន្តែស្រុកបងប្អូនគេហៅកណ្ដុរអីទេបាទកណ្ដុរនេះវាស៊ីនៅកុលអាស័យបាទឬអាស័យវាស៊ីនៅក្នុងដីបាទអញ្ចឹងបងប្អូនមើលទាំងអស់គ្នាហើយនេះគឺរុនវាបាទគឺពេលវាចូលនៅគឺវាកាយទៅវាញុកពីក្រៅអញ្ចឹងបាទនេះដីវាថ្មីបាទគឺមើលទៅបាទរុនវាដីវាកាយថ្មីប៉ុន្តែវាញុកពីក្នុងមកក្រៅហើយគឺយើងដូចរុនចង្រិតដូងអីចឹងបាទពេលដែលវាចូលនៅគឺវាញុកពេញតែម្ដងបាទបាទអ្នកទាំងអស់គ្នានេះគឺខ្ញុំកំពុងតែជីកហើយអូផ្លេចប្រាប់អ្នកទាំងអស់គ្នាថាមិនមែនខ្ញុំមកជីកម្នាក់ឯងទេបាទគឺមកច្រើនគ្នាមែនតើបាទហើយនេះគឺសិតតែបងប្អូនបាទបងប្អូនខ្ញុំហើយទៅនេះទៅបងប្អូនច្រើនហើយម៉ាក់ប៉ាខ្ញុំក៏គាត់ទៅដែរបាទទៅជីកកណ្ដុរខ្លីបាទតែវាស៊ីដើមអាស័យស៊ីឬអាស័យនេះបាទហើយនេះយើងសកម្មភាពយើងកំពុងតែញាប់ដៃញាប់ជើងជីកវាហើយបាទហើយជីកនេះមិនមែនស្រួលទេគឺប្រើពេលជីកយូរមែនតើរហូតដល់ជិត1 ម៉ោងទៅបានវាបាទយើងជីកចឹងជីកតាមមកគល់ស័យតាមមានដុំថ្មដើម្បីដែរបាទចឹងយើងធ្វើការកោះវាចេញដើម្បីឲ្យតាមរុនវាដល់កន្លែងដែលវានៅបាទហើយយើងជីកនេះជីកទៅតាមរុនវាបាទរុនវាស៊ីគល់ឬស័យហ្នឹងបាទហើយជីកគ្រាន់យូរដែរប្រហែលជាជិត1 ម៉ោងបាទហើយនេះបងប្អូនខ្ញុំគាត់ទាញមកបានគឺចាប់វាបានហើយប៉ាខ្ញុំគាត់លូកដៃចាប់វាប៉ុន្តែវារកខំចឹងក៏បលែងវិញបាទហើយនេះជីកដល់វាហើយបាទគឺខ្ញុំចាប់វាបានហើយបាទនេះមួយកូនមួយចេះមែនចុះចង់បងចង់យកកតេយកដាក់មកដាក់មិនចង់ចង់បងចង់យកទៅទៅញ៉ាំមកថតបាយខាងនេះបងបាយខាងនេះមកគេយំទីកូនជ្រុកណាទីកូនជ្រុកកូនមិនមានធម្មតាកដានឹងទីកូនជ្រុកណាអូអាធប់វាមើលនេះមើលយករងដាក់មកចេះមែនចុះយកមកយករងលើមិញរមីវិញនេះរុនទៅនេះមួយមិនតែមួយទេ4នេះទៅ4គូនវាច្រើនដល់ទៅទៀងមួយមិនចូលរុនរងកតន់មើលទៅមិញមករត់ចេញហើយនេះមិញអាធំមិញបាទនេះបងប្អូនយើងជីកកដោបានហើយបាទនេះប៉ុន្តែអានេះកូនវាទេនៅមេវារុនមេវាធំមែនតើប៉ុន្តែយើងអត់តន់ជីកបានកូនវានៅក្នុងរុនតែមួយបាទហើយយើងជីកខំជីកមែនតើសម្រាប់ទៅបានកោះថ្មកោះគល់អាស័យកុលអីអស់ហើយបាទឥឡូវយើងបានមួយហើយបាទជូតមែនតើគួរឲ្យស្រឡាញ់មានទីតោលោកអំណាចបាទនេះបងប្អូនអរគ្នាយើងជីកវាបានមួយហើយបាទហើយកណ្ដុរនេះមិនមែនជាមេរបស់វាទេគឺជាកូនកណ្ដុរទេបាទតែបើមេវាគឺធំមែនតើបាទមេវាក៏ប្រហែលជា1.5-6 គីឡូឯណោះអានេះកូនវាប្រហែលជាកន្លះគីឡូឬមួយក៏7 គីឡូតែប៉ុណ្ណោះបាទអានេះគឺជាកណ្ដុរខ្លីបាទនៅវាស៊ីនៅគល់ឫស្សីបាទឫស្សីបាទអានេះបងប្អូនដែលមិនស្គាល់គឺមើលឲ្យទៅបាទនេះជាកណ្ដុរខ្លីបាទវាមិនមែនជាកណ្ដុរដែលរស់នៅក្នុងស្រែក្នុងផ្ទះអីទេបាទវារស់នៅក្នុងដីហើយវារស់នៅក្រោមគុម្ពឫស្សីទៀតបាទក្នុងដីក្រោមគុម្ពឫស្សីដែលវាអាចនឹងស៊ីនៅគល់ឫស្សីនិងឫសឫស្សីបាទហើយយើងជីកវាបានមួយបាទពុកម៉ែបងប្អូនបាទដែលទស្សនានៅវីដេអូនេះសូមជួយចុច Subscribe នៅ Channel របស់ខ្ញុំបាទផងដើម្បីឲ្យខ្ញុំបាទនឹងធ្វើវីដេអូប្លែកជូនទៅដល់បងប្អូនបានទស្សនាជាបន្តទៀតបាទអានេះយើងចាប់វាបានមួយយើងយកវាមកចងបាទហើយវាចងចឹងទៅគឺសំឡេងវាស្រែកឈឺខ្លាំងមែនតើបាទអានេះកូនវាសំឡេងប៉ុណ្ណឹងហើយតបើមេវាទៀតគឺវាសំឡេងវាធំមែនតើបាទដូចជ្រូកចឹងបាទដូចសំឡេងជ្រូកយើងចឹងបាទអានេះយើងបានតែកូនវាមួយទេប្រហែលជាក្នុងវីដេអូក្រោយខ្ញុំបាននឹងធ្វើពីចាប់មេវាម្ដងបាទឥឡូវនេះយើងចាប់បានកូនវាមួយយើងនឹងបន្តទៅចាប់មេវាមួយទៀតបាទហើយកូនវាមិនមែន1 2ទេគឺប្រហែលជា4 ដល់ 5បាទឥឡូវនេះយើងចាប់បានវាមួយហើយបាទនេះបងប្អូនដែលមិនទាន់ស្គាល់បាទដែលមិនដែលឃើញបាទសូមទស្សនាមើលវាទៅបាទ
បាទអានេះមិនជាកដោដែលរស់នៅក្នុងស្រែក្នុងផ្ទះគេណាទេបាទគឺវារស់នៅក្នុងព្រៃហើយវាស៊ីតែគល់ឫស្សីឬឫស្សីតែប៉ុណ្ណោះបាទហើយនេះគឺបាទចាប់វាបានចងវាទុកបាទប៉ុន្តែកដោនេះវាមិនរត់លឿនទេបាទវារត់មិនមែនដូចជាកដោយើងធម្មតាទេវារត់ថយក្រោយវារត់យឺតតែប៉ុណ្ណោះបាទអានេះយើងមើលទៅវាមិនសូវជាកាចប្រហែលទេកដោនេះនៅវា slow បាទហើយក៏វារត់មិនសូវលឿនដែរបើយើងប្រឡែងក៏វាមិនរត់ទៅណាឆ្ងាយដែរបាទវារត់យឺតមែនតើកដោនេះបាទដល់បងប្អូននេះបងប្អូនខ្ញុំគាត់ចាប់ចងវាហើយកាន់វាតែម្ដងបាទវីដេអូនេះមានតែប៉ុណ្ណឹងសូមអរគុណ